បងប្អូនខ្មែរយើងមួយចំនួនដែលគាត់បានទៅធ្វើការនៅក្រៅស្រុកហើយបែរតែជាគាត់មិនឲ្យតម្លៃជាមួយនឹងការងារមួយនោះដូចជាជាក់ស្ដែងនឹងបងស្រីម្នាក់ដែលគាត់ធ្វើវីដេអូជពាក់ព័ន្ធជាមួយនឹងគាត់បើក store ខាងកាត់សក់ហើយជាក់ស្ដែងវីដេអូដែលគាត់បានបង្ហោះនោះគឺគាត់បានទទួលភ្ញៀវមួយដែលជាជនជាតិស្បែកខ្មៅហើយខ្ញុំបានឃើញថាគាត់តែងតែនិយាយរិះគន់ទៅលើជនជាតិស្បែកខ្មៅថាសក់ក្បាលគាត់នឹងមិនល្អអញ្ចេះពិបាកអញ្ចេះសក់ក្បាលនេះមិនដឹងជាប្រមាណទឹកនៅក្នុងការលាងជម្រះនឹងអីអញ្ចឹងទៅវាធ្វើឲ្យខ្ញុំជាអ្នកលេងបណ្ដាញសង្គមមួយដែរឃើញហើយមានអារម្មណ៍ថារៀងទើសអារម្មណ៍ដោយសារតែគាត់ទទួលបានការងារល្អហើយបែរតែជាគាត់អត់យល់នៅតម្លៃជាមួយនឹងការងារមួយនោះហើយបើសិនជាឧទាហរណ៍ថាភ្ញៀវគាត់នេះដោយសារតែភ្ញៀវបរទេសទៅគាត់ហ៊ាននិយាយបែបនេះចុះប៉ះភ្ញៀវបរទេសនឹងគាត់ចេះខ្មែរគាត់ស្ដាប់ទៅការងាររបស់គាត់នឹងវាទៅជាយ៉ាងណាជាធម្មតាមនុស្សម្នាក់តែងតែមានស្ថានភាពសក់ក្បាលគឺខុសគ្នាគឺអត់ដូចគ្នាទាំងស្រុងទេមានអ្នកខ្លះទៀតទៅសក់រលោងមានអ្នកខ្លះទៀតទៅសក់ក៏បែកចុងមានអ្នកខ្លះទៀតទៅសក់ក៏សំពីងសំពងអីចឹងទៅជាក់ស្ដែងដូចជាគាត់បើក store នៅក្រៅប្រទេសអញ្ចឹងគឺតែងតែជួបជាមួយនឹងអតិថិជនចម្រុះជាតិសាសន៍គាត់តែងតែផុសនៅក្នុងវីដេអូនីមួយៗដែលគាត់នឹងតែងតែនិយាយជាមួយនឹងคลิปវីដេអូរបស់គាត់ដែលគាត់ផុសមួយភ្ញៀវហ្នឹងគាត់ថាសក់ក្បាលអញអញ្ចឹងគួរតែកោចេញទៅធ្វើមិនក៏វាមិនស្អាតដែរបើសិនជាខ្ញុំក៏កោសក់នឹងចេញដែរខ្ញុំមានអារម្មណ៍ថាគាត់និយាយបែបហ្នឹងគឺមើងងាយជាមួយនឹងអតិថិជនគាត់ខ្លាំងមែនទែនគឺគាត់អត់ឲ្យតម្លៃហើយក៏គាត់គ្រប់នៅក្របខ័ណ្ឌសិលធម៌នៅក្នុងការងាររបស់គាត់នឹងដែរអញ្ចឹងខ្ញុំគ្រាន់តែចង់ទាញមកវិញថាបើសិនជាអ្នកបើក store ហើយអ្នកមានតំណែងការងារល្អហើយមានមុខរបរល្អហើយគួរតែឲ្យតម្លៃការងារមួយនោះហើយនឹងគ្រប់អតិថិជនរបស់អ្នក